បាទក៏សូមជំរាបសួរលោកឪពុកអ្នកម្ដាយបងប្រុសបងស្រីលោកតាលោកយាយលោកពូអ្នកមីងទាំងអស់កូនក្មួយទាំងអស់តាំងពីដើមភូមិរហូតដល់ចុងភូមិទាំងអស់ជាទីគោរពជាទីរាប់អានបាទនាពេល10ម៉ោង10ជាងហើយបងប្អូនបាទ10ចិត្តមិន10ថ្ងៃហើយតែរយៈពេល2ថ្ងៃនេះត្រជាក់ដល់បងប្អូនត្រជាក់ឡើងរួញផ្លោកខ្ញុំនេះបាទជាក់មែនទេតែមិនអីទេយើងអាចនេះបានហើយខ្ញុំនិយាយកន្លែងហ្នឹងនឹកឃើញដល់បងវិរៈកងទ័ពយើងដែលគាត់ប្រចាំការដែលនៅតាមបន្ទាត់ព្រំដែនយើងបងប្អូនបាទមិនដឹងជាត្រជាក់យ៉ាងណាទៅលោកអើយបាទយើងនៅកណ្ដាលក្រុងនៅត្រជាក់ហើយនាំនៅនោះសត្វតែព្រៃបាទជាយ៉ាងណាហើយនឹងហើយវីដេអូមួយនេះខ្ញុំសូមធ្វើការសំណូមពរបាទសំណូមពរមួយបងប្អូនបាទសំណូមពរមួយសូមអ្នកអង្គញាលោកអង្គញាអាយឧត្តមលោកជំទាវអ្នកចំនួនតូចធំមិនថាអ្នកក្រអ្នកមានអីទេមេត្តាជួយជាអាវរងាបងប្អូនបាទជូនដល់បងបរិយាកងទ័ពរបស់យើងបងប្អូនបាទមិនថាចាំបាច់អាវរងាទាហានអីទេអាវរងានេះអាវចេះក៏បាននេះបាទ15000អីនោះ10000អីនោះបាទសូមធ្វើគេហៅថាជំនួយជូនបងកងទ័ពបងប្អូនបាទលងាងាប់ហើយបាទជានៅតាមនោះសិតព្រៃបាទគឺត្រជាក់ខ្លាំងណាស់អញ្ចឹងបានថាសំណូមពរបាទក្នុងវីដេអូនេះសំណូមពរឲ្យបងប្អូនក្មួយទាំងអស់ដែលមានសទ្ធាជ្រះថ្លាចូលរួមជាអាវរងាបងប្អូនបាទហើយបើសិនជាមានអាចជាជាក់ទៅបើមានគេហៅនេះរបស់ខ្មែររបស់យើងមកពេងទៅហូបទៅឲ្យវាក្តៅសាច់ហ្នឹងបងប្អូនបាទតែបាទទៀតយើងនិយាយយើងខុសទៀតស្រួលព្រោះធម្មតាការកិច្ចការពីយើងមិនអាចហូបអីប្រដាស់បានទេចាតែនេះជាក់ស្ដែងជាក់ខ្ញុំព្រោះតែមានមកពេងអីចឹងទៅបាទសូមសំណូមពរអញ្ចឹងបងប្អូនបាទសំណូមពរជួយឧបត្ថម្ភជាអាវរងាបងប្អូនបាទមិនថាចាំបាច់តែអាវរងាបែបទាហានបែបអីទេបាទជានេះអីទេជាអាវឲ្យទៅអត់ទៅបានរងាបងប្អូនបាទសំខាន់ណាស់បាទតិចណាបងប្អូនបាទសង្ឃឹមថាសប្បុរសជនបាទលោកជំទាវអ្នកអង្គញាអស់លោកស្រីនាងកញ្ញាឯកឧត្តមពីតូចទៅធំពីធំទៅតូចពីតាជួយបាទជួយដល់បងបរិយាកងទ័ពផងបងប្អូនបាទខ្ញុំមានអីទេមានសំណូមពរអញ្ចឹងបងប្អូនបាទហើយឆ្លៀតពីធ្វើសំណងនឹកឃើញរឿងចំណុចនឹងមួយបាទព្រោះយើងយប់មិញទៅលេងផ្ទះប្អូនធွာនោះរយៈខ្លាំងពេកបាទអង្គុយលេងចុះអង្គុយឡើងអស់1លីត្របាសជើងចងាងបាទនិយាយនេះបាទបានតិចអញ្ចឹងបានថាមកកន្លែងធ្វើសំណងទៅសូមបាទនិយាយតិចទៅបាទនឹងឲ្យបងប្អូនខ្ញុំចង់ភ្ជាប់រឿងមួយដែររឿងនេះជារឿងពិតប្រាកដរបស់ខ្ញុំមួយដែរដើម្បីឲ្យខ្ញុំបានឆ្លងកាត់ហើយចង់និយាយរឿងនឹងមួយបាទព្រោះរឿងដែលជាងការអាចគេមើលជាការភ័ន្តច្រឡំបាទភ័ន្តច្រឡំហើយខ្ញុំនៅនឹងបដ ாய் នៅកន្លែងហ្នឹងពីមុនហ្នឹងខ្ញុំឯងធ្វើការខ្ញុំមុនរឿងនេះជារឿងដែលខ្ញុំជឿថាមតិសាធារណជនរបស់លោកប្រកាសជាយល់ច្រឡំបាទខ្ញុំនៅក្នុងខ្ញុំដឹងច្បាស់
ដោយសារវាតិចចឹងខ្ញុំនឹងឃើញអនុស្សាវរីយ៍ការខ្ញុំធ្វើការនៅក្នុងបងប្អូនតិចនៅបាទធ្វើការតិចហើយនៅមណ្ឌលគិរីបងប្អូនបាទបងប្អូនដែលប្រហែលជានឹងស្គាល់ហើយគេហៅ12 Motor Park ណាបងប្អូនបាទកន្លែងទីលានការហៅថាកន្លែងដែលទីលានដ៏ធំបំផុតបាទកន្លែងបណ្ណាំងម៉ូតូកន្លែងអីបាទខ្ញុំមានការសោកស្ដាយមែនទែនបងប្អូនដែលវាមិនគួរណាសមជាមានរឿងបែបហ្នឹងសោះហើយខ្ញុំអត់ដែរនិយាយសោះរឿងនេះបាទអត់ដែរនិយាយសោះហើយតាំងពីស្រុកមានសង្គ្រាមមកខ្ញុំចេះតែនិយាយពីនេះពីនោះបាទប៉ុន្តែមានរឿងកន្លែងហ្នឹងមួយគួរខ្ញុំតែគួរតែនិយាយព្រោះឯកាលហ្នឹងខ្ញុំអ្នកធ្វើការផ្ទាល់នៅទីនោះតែម្ដងបាទរឿងហ្នឹងគេបានដោះស្រាយទៅតាមវិវាទច្បាប់អីណានៃហើយអញ្ចឹងណាបងប្អូនប៉ុន្តែខ្ញុំវាមិនដឹងអាម៉េចអាម៉ាទេប៉ុន្តែគាត់ថាខ្ញុំគឺជាអ្នកដែលធ្វើការបម្រើការងារនៅទីនោះមួយបាទការមើលអីនៅនឹងទាំងការយកចិត្តដែលនេះបាទរឿងនេះវាបងប្អូនដែលធ្លាប់ឮពាក្យចាស់បុរាណលោកពោលថាស្វាស៊ីបាយលៀបមកប្រពេបងប្អូនបាទហ្នឹងហើយស្វាស៊ីបាយលៀបមកប្រពេហ្នឹងហើយខ្ញុំវាចេះបងប្អូនខ្ញុំនៅថ្ងៃមួយខ្ញុំចាំបានថានៅថ្ងៃមួយកាលហ្នឹងគេរៀបចំក្បួនគេហៅថាដើរផ្សព្វផ្សាយមានឡានច្រើនបាទ12 Motor Park រួមគ្នាដើរផ្សព្វផ្សាយឲ្យមានអ្នកកសែតអ្នកអីថតអីចឹងណាបាទជាទីថ្ងៃដែលអនុស្សាវរីយ៍ដ៏ល្អដែលខ្ញុំនៅចាំនៅពេញខួរក្បាលយើងបានទៅកំសាន្តនៅទុកជ្រុះប៊ូស្រាអីជុំគ្នាហើក្បួនហើយអ្វីដែលខ្ញុំចាំបានហ្នឹងគឺបងគាត់និយាយប្រាប់ខ្ញុំថាគាត់នឹងខិតខំដើម្បីទាញភ្ញៀវទេសចរទាំងជាតិអន្តរជាតិហ្នឹងឲ្យបានទៅទស្សនាបានស្គាល់ខេត្តមណ្ឌលគិរីអានេះជាគោលបំណងធំរបស់12 Motor Park កន្លែងហ្នឹងបងប្អូនបាទមិនមែនជាកន្លែងកាប់ឈើកាប់អីអត់ទេសុំទោសអានេះខ្ញុំនិយាយប្រកាសមកឲ្យខ្ញុំនៅថ្ងៃមួយយប់មួយហ្នឹងឥឡូវខ្ញុំនិយាយពាក់សិនពាក់នេះសិនណាបងប្អូនបាទថ្ងៃហែក្បួនហ្នឹងមុនហែក្បួនយើងមិនជួបជុំគ្នាយើងមិននាំគ្នាថាជួបជុំគ្នានៅកន្លែងនេះទៅហើយពួកខ្ញុំជាមួយបងហ្នឹងគឺទៅញ៉ាំកាហ្វេនៅជំនាញខាងផ្លូវខាងនេះណាអង្គុយគ្នានិយាយគ្នាក្រុមខ្ញុំក្រុមខាង12 Motor Park តែខ្ញុំសង្កេតឃើញតុកទៀតចិត្តខ្ញុំហ្នឹងសិតតែចំណាស់ហើយសិតជាប្រហែលជាអ្នកធ្វើការទូចធំអីដែរគាត់បាននិយាយពីរបៀបចំអកលក់លើអញ្ចឹងតែគាត់ខ្ញុំគេពួកបងដែលជួយចិត្តខ្ញុំអត់ចាប់អារម្មណ៍ទេតែខ្ញុំចេះស្ដាប់មើលគាត់តែខ្ញុំពេលដែលគេរៀបចំអញ្ចឹងមិនដូចមានជួយក្តីរំភើបអីចឹងណានេះជាការតាក់ទាញភ្ញៀវការផ្សព្វផ្សាយដើម្បីឲ្យមានការចាប់អារម្មណ៍ពីជាពលរដ្ឋខ្មែរទូទាំងប្រទេសក្នុងក្រៅប្រទេសដើម្បីឲ្យស្គាល់អីចឹងខេត្តមណ្ឌលគិរីអីចឹងបែរជាមានគំនិតថានិយាយចឹងមកខ្ញុំថាចុយមិនចេះវាផ្សេងពីគោលដៅរបស់យើងបងប្អូនហើយจะមានបញ្ហាកាច់កងគ្នាឬយ៉ាងណាបើដែរបើបងគាត់ល្អបណ្ដោយគឺល្អបាទគាត់អត់ដែរមានគំនិតគិតអីនេះផ្សេងទេបាទគិតតែធ្វើម៉េចតាក់ទាញភ្ញៀវឲ្យបានមកមិនមកខេត្តមណ្ឌលគិរីឲ្យគេស្គាល់ខេត្តមណ្ឌលគិរីកាន់តែច្រើនហើយក៏ខំបង្កើតកម្មវិធីនឹងមកឲ្យចំណាយច្រើនបាទបងប្អូនឃើញហើយបាទឃើញការរៀបចំទាំងយប់ទាំងថ្ងៃគឺគាត់ខំណាស់ខិតខំមែនទែនបាទខ្ញុំទៅសើគាត់តែម្ដងបាទជាបងមួយដ៏ល្អបាទល្អមែនទែនហើយឃើញគាត់លងទៅពេលអញ្ចឹង
mà trong con nó mà cái gì nên cái gì chơi xem bây giờ đăng tạp một con mấy của dương tầm từ thủ ca không biết ấy bây giờ tới nhóm tâm tao đây đây mình anh ấy vì đương còn lo máu đó mà con mà nhưng mà thơ sầm non xe đây vì muốn nhóm slong cắt là lại là ngày đó là bên nông máu chặt vào đào nhóm cực là nhóm thao và hai chỉ miền rừng ấy mà từ miền rừng ấy chẳng bạn nhóm khai không ở mùi khai không ở mùi hay miền chúng chơi cho bóng ô bị chiều rồi đấy bởi chiều bút nó đồng bóng nó nè khác họ lọ ấy chân nó khơi miền ca thua chân lúc bá chết à miền mà nu miền A cái lại cầm sam lại vậy nó mà cái lại nó miền xã đó con riêng trong sai mình lơ này tại chạy đòn ngày muối mà ngày muối từ chỉ miền Pành Hà đường trời nà này bà cái lại này muối bông ôn xôm bông ôn mới khơi cả sai cái chọc sai bong chọc từ miền trời miền ấy nó cứ mình bén kia cả lại mà khi một hộp hạ trên đầu khu nắng tiệt hộp đây nắng nóng nóng và chỉ nó chọc tập hôm tiết nó khu ô nó tiết rồi bà chân việc đang chờ hướng mạnh mà như hai bờ rương nơi nông đọc đi một hộp hạ nó cứ ắt miền đây bong ôn bà miền Nam chơi miền ấy nè chơi thì chuối cắt thôi chia cô đầm bay sầm rạp ở dương để trẻ nên cứ đầm bay oi bong để qua từ vì là coi từ châu luôn nó con miền cả lại ăn lương ăn ấy nè ba ăn miền chơi miền ấy thì bà nên nhom xôm chuẩn bị bong ôn chạy chung bong ôn và bàn chơi tháng ăn miền đây thì hay ở đường đi xem chăm ban thà và hai chị miền thọ mà đa thì cái lại để cái lại áp thì quan chẳng có thực cá trên nhà thơ thì chúa nhà cái cả cái chớ mà trên máu nằm bay đạn từ ta mà lại ăn lên ăn ấy nó tự nhiên chơ nó từ bà thơ tình mà đã từ lại đi mấy buông hàm đọc bọp ấy chẳng từ bà tình hai con tinh nó cứ nhóm nè can làm chi nó ngày còn ơi nhưng nè can mưa con mau thử ơi lui từ kê con tự chẳng á còn mưa là bài ca con đi con tinh mình men con nè can con tinh bị kê ba hà nè can nó vừa cặp khổ như nơi nó dương nè tinh thì hai tập về giúp mùi khả năng nhom chung thì nhom về lượng ấy chẳng tới ở đây nghe tới mình nè buông giảm con mà mở đấy chẳng tới tên xa năm phát tới một tên bị giảm cái này nó tên bị tên gì là này cho một quay nữa cái chọc ở biết khơi xong rồi cái chọc màu của nòm này từ này nó khoan bong nứt và khoan cái khoan nó ấp miên chia xây na nấy chia cái háo ấy mong ồn tham đá trên bị làng cá cái háo ấy cái năng cái háo ấy bong ồn mà xa được cá và nó xa được cá ớt ấy màu phật luôn mỏng cài mà độ từ ấy ngày nông chạy đón ấy giống trên nó khơi mất vô rắn ta cho nó làm múc bọc nó ta chơi biết được ấy chết lan chúa như ăn đắng ăn chạp vào đó mới nhung tranh mà về cả lại mà tàu để cho nhung thom lá cho nên ca nhung đào mơ ăn ấy chơi từ đây chơi vừa chứ á đó nhưng mà nhung lạnh lại ca nghe đôi kia chứ và đấy nhung cho rắn nó pop phim hot mà thì mà nó sẽ lọt nhung rồi thì bằng phim bắt phim lướt hay bắt chụp miền thường ấy chạy nhưng mà đăng thành đi nè nhưng mà đăng thà ở hot luôn ở bong nứt nè hot luôn nứt bự hot luôn nhưng phải bạc kia nhưng đắng nhưng mà bạc kia mỏ
ពួកអីយើងធ្វើការបើសិនយើងខាត់ខ្លួនខាត់អីលុះត្រាតែយើងមានសារដីកាពីតុលាការនឹងបានអាចទៅខាត់ខ្លួនបាននេះអត់បាទបើនិយាយខ្ញុំវាអត់ចេះច្បាប់ដែរយើងដឹងវាមិនប៉ុន្តែអានេះវាចាប់ឆៅវាចាប់ឆៅក្នុងវាកន្លែងនេះមួយខ្ញុំគិតថាសម្បត្តិទឹកលោកហោមកពាក់ព័ន្ធនឹងការខាត់ខ្លួនបទល្មើសជាក់ស្ដែងអានោះគឺថាបទល្មើសជាក់ស្ដែងឃើញអានេះវាអត់មែនទេមិនមែនជាខាត់ផងណាបើថាគាត់ជាអ្នកកាប់ឈើកាប់អីណានេះអានោះបានជានេះចឹងបានញ៉ាំខ្ញុំអត់អស់ចិត្តកន្លែងហ្នឹងមួយបងប្អូនតែរឿងនឹងគេដោះស្រាយអស់ហើយបើតែគាត់ថាខ្ញុំត្រូវចេញនិយាយឲ្យបងប្អូនប្រជាពលរដ្ឋតែអ្នកមានគេមិនសូវមើលខ្ញុំទេតែគេមីលពលស្ដាប់អីទេគេព្រោះថាអ្នកក្រដូចគ្នាអ្នកសំណង់គាត់ជាអ្នកស្ដាប់ហើយបាទពួកអីកន្លែងនេះវាអាចជាភ័ន្តច្រឡំបាទវាពោះពាន់សេចក្តីថ្លៃថ្នូរហើយនឹងអាកន្លែង12ម៉ូតូផាកបាទហើយគោលបំណងរបស់បងគាត់ដើម្បីទាក់ទាញភ្ញៀវអីជាតិអន្តរជាតិអីទៅមណ្ឌលគិរីឲ្យកាន់តែច្រើនទេអត់មែនជាកន្លែងកាប់ឈើហើយអាយុនោះនឹងនិយាយរឿងយុគនោះបាទដឹកឈើមកចេញតាមអាច្រកផ្លូវហ្នឹងអាច្រកអា12ម៉ូតូផាកដឹកមកពីណាពីណីមកចូលមកបាទវាអត់មែនដីរបស់12ម៉ូតូផាកទេនៅណាណីនោះបាទវាមិនឆ្ងាយវានេះឆ្ងាយអូហ្នឹងហើយវាផុតនោះបាទហើយដឹកមកចូលតាមហ្នឹងហើយថតមកនេះថតអញ្ចឹងខ្ញុំក៏បានថតแล้วខ្ញុំអ្នកថតដែរថតមិត្តភ័ក្តិទាំងអស់គ្នាកម្មករអ្នកធ្វើការទាំងអស់គ្នាថតបាទចេះឆ្ងល់តែជួយឲ្យមិនបានចេញមានឈើចេញមកបាទចេញមកវាបាទហ្នឹងគេរបៀបធ្វើស៊ីហ្មងចុចនិយាយមួយម៉ាត់គឺធ្វើស៊ីហ្មងធ្វើឲ្យតម្លាក់កំហុសទៅឲ្យកន្លែង12ម៉ូតូផាកតែម្ដងអានេះវាអញ្ចឹងសាច់រឿងហើយខ្ញុំអ្នកធ្វើការហ្នឹងទីទៅខ្ញុំមានស្អីទៅមកហ្នឹងអាម៉ូតូអាត្រៃ3 4គ្រឿងរហូតដល់អូអត់ជិះទេបងសុចិត្តទិញអាសង់គេអាសង់នេះជិះមកបាទជិះទៅជិះមកល្អអញ្ចឹងបាទធម្មតាព្រោះអញ្ចឹងបានថាហ្នឹងវាអញ្ចឹងដល់ពេលយប់នោះដឹកចេញមកពីណាពីណីទេមានអាឡានដឹកឈើដឹកឯអាឡានស្អីបងប្អូនគេហៅឡានស្អីអាឡានជីស្អីគេហ្នឹងគេហៅឡានតម្រៃដឹកចេញមកឈើអាស្លឹកឈើអីហ្នឹងដឹកឈើចេញតាមហ្នឹងមកខ្ញុំជឿថាមានអ្នកកសែតអីគេរួមគ្នាហ្នឹងឯងនឹងស្អីទេបាទចេញមកថតទៅពឹបបាទថតអីណានៃមកបាទហើយយើងគិតខ្ញុំអ្នកនៅហ្នឹងហើយខ្ញុំឆ្ងល់ឡើងថាចុះអត់ឈើមកពីណាពីណីអញ្ចឹងបាទមិនមកពីណាពីណីអញ្ចឹងបានថាបងប្អូននឹងខន់មានការខន់ច្រឡំចំណុចហ្នឹងថាអូកន្លែងនេះកាប់ពិតពីមាននៅទៅជាកន្លែងកាប់ឈើអត់ទេមិនមែនទេបាទសុំនិយាយសុំបកស្រាយធម្មតាមើលដីមើលវាមានព្រៃមានអីណាអីធំអីលូហើយព្រៃគេហៅព្រៃរបស់ហ្នឹងណាហើយអាកតិចបេឈើហ្នឹងកាប់មកយកធ្វើជាអុសបាទជូនបងដែលទៅប្រណាំងម៉ូតូអីសម្រាប់ពួកគាត់គុំភ្លើងអាំងអីចឹងទៅហើយពួកខ្ញុំធម្មតាទៅនៅកន្លែងអញ្ចឹងយើងមកប្រកាសភ្លើងអីចឹងទៅហើយស្រាស1លីត្រ2លីត្រទៅអង្គុយហូបប៉ុន្តែអាថ្ងៃដែលគេដឹកឈើហ្នឹងគឺវាជាកាវាដឹកពីណាពីអូពីអីណាមកវាផុតដីហ្នឹងហើយដឹកចូលតាមប្រឡោះហ្នឹងខ្ញុំចាប់អារម្មណ៍មួយថានៅពេលដែលទិញអាតុក្កតាអីតុក្កតាហ្នឹងច្រើនបាទទិញច្រើនទៅហើយនៅយកទៅអាលើភ្នំណាបងប្អូនបាទយកទៅលើភ្នំហ្នឹងចំនួនច្រើនណាហើយជា50-60តុក្កតាបងប្អូនបាទគាត់ជុំគ្នាជួយលើកជួយអីហ្នឹងហើយមានអាមួយនោះហើយវាជក់ថ្នាំអីហ្នឹងជក់ថ្នាំទៅងាយឡើងទៅលក់ឃុំលក់អីបាទលក់ឃុំអីវាទៅមើលអីចឹងហើយយើងគិតថាកន្លែងហ្នឹងកាប់ឈើកាប់អីវាអាហ្នឹងប្រហែលជាគេហៅបងប្អូនល្បិចបងប្អូនមួយល្បិចពីលស៊ីពីលគេលេងល្បិចចឹងខ្មែរយើងអាល្បិចអាពួកលក់វងញ
nhiên này đôi khi nó biết chẳng nhưng mà đi tìm ra còn là khởi nhưng đang mặc nó tranh mau về biết chặt và hai đầu bé chẳng tới khôi và trong cái mỏng và tàu đập Việt Nam bên đây mà chỗ tam cho nó tranh tam nó chẳng ba miền phía Bắc Pol từ cái buổi nó cái hà ấy cái tập đi một thôn hạt này mà đòn và rồi cái con luôn nứt bằng ấy từ con luôn quá từ hay nhầm trong chùm nghiệp đẹp bóng ôn thà lại tập đi một thôn hạt nó ọt miền cặp chơi cặp ấy chỉ để chơi ọt đấy này cái gì chắp với dựng đắng ấy muối như về cặp này này nó ấy bây giờ cầm phong muối đấy thì cầm phong đoàn dương tên máu nằm bệnh cho mà đá tới cái lại như tự ca điệp trăm ba điệp trăm nằm bay đã nằm bay cho mà đá dương cái lại nó còn năng mà tô dương mình còn năng ro ngay nè du mà chắc năm dương còn năng đong đặt ca mà đo chân cả chụp trùng cái này chẳng còn tay cái lại nó phía tới chưa cái lại từ chụp phong ôn là trả trong bọc tông bình tĩnh trong cái vòng san mưa đi bật xa mưa hay lịch hay đấy à ốc cà phê quay mưa nằm bay chia trong cái lại tiết cho mùi không hay lại chùm lại ở rằm mùi vẫn năng tệ và hay dương thôi mà đã bị tay tầm miền cả điệp cho một khả hơi chẳng à dương miền cắt cột sơ ấy mình cắt đấy dương tên bị kia nên tên nhất trong sẽ cắt chi man mà mang cứ cắt cực lừa kia admin initi bà vậy cứ trong nè còn chị bà chưa tên mau điệp trong thưa chị à nếp bóng ố nó thon mà đa dương mình tự thưa lại quay lên quay hộp cà phê hộp anh quay lên ấy chắc là bóng bồi mà còn ní hai thon mà đa sụp đi chơi dương mình thua bị chơi cho thưa mò lời thử mày lời chẳng chơi là ngày quay lên ấy mơ cho là cao hỏi chuyện na bóng bố nó chuyện so chuyện chương ní là chuyện nó luôn cứ đi chuyện na bóng bố này chuyện là luôn vậy ta luôn plau mò tay mình nó mang là rương nâng tới chuyện bài mình anh ấy chưa rương tôi dùng vậy bị đau chân mà pha xì bài liệp một và bé bằng ngôn và cái lại để từ chiều cái lại để nông cô bầm non quát kẹt tiền nhiều để cho chiết ăn tara chiết các cái lại công san thông mây và dừng từ cái lệnh san mà nô rùm hay dừng ai từ lên cũng xa đó dừng ai từ lên tập hàng chân và chứ cái lại nữa là ô vì từ chuyện bài mình năng vì từ chứ bước nhóm ăn vậy đấy mong ô bị chia vào lúc mình thấy cực tháo cái lại kỳ thơ nó đầm bay cắt chơi và ọt mén đây mong ô mà cứ được không nhận đào chơi nó đào chơi pro tôi nè bình chân mình mén tự tính cái tộc của ta vô mà đã người ta mà cái lại ăn lương đấy mong ô bà nhóm miền cao sau slide á được nhóm bạn vậy chẳng phải chùm miền hưởng ấy cái hao tha cách công cái này lợi dương vậy mà mắt hàng cách công cái này ban chỉ vì tranh chỉ hưởng chân là nó và cái hai đập nôm muối mình ai bên clam pi ban tê làm nôm muối mình ai bên clam pi ban tê muối mây muối chả giống á tai hưởng cô bầm non đợi bong đây con ở đây cứ bầm non quạt mỏng nhưng ai đừng bầm non và con từ con trong sắp sai khai một đồ cái năng ao căn tại tụi lùm tụi lý làm bày chạy tiền nhiều để cho mình thà chết ở tại chết đấy ở bán tại cầm xa ní chỉ cô bầm lo tại mũi cột ta lợi tới chưa cái lại cái cháu còn tới cái lại năng tới chưa cái lại khắp chưa gặp ấy nó vì mình chỉ cảm của đấy ô và bạn chỉ cảm của đây nhóm nè đây nâng to luôn nhóm bạn vậy chân trong ban ca tục chất bị con chân mơ ca kia mà sẽ có nhóm thơ này ở năm rồi ấy mình cái nâng mà phim được cho cha mà nụ sao lên ca bản năng mà tô bất chỉ sập bài này hay ai đom đâu chụp tiêu nó o kia thì vua nó mà sập bài nè mà mau đâu chân bị bẻ đố á
ចំណាយទាំងអស់ដើម្បីឲ្យវាខេត្តមណ្ឌលគិរីនោះឲ្យផ្ទុះអូគេស្គាល់កាន់តែច្រើនទូទាំងប្រទេសចុងក្រោយបែរទៅអញ្ចឹងបងប្អូនបាទអានេះវាដូចជារឿងគ្រឿងយន្តអញ្ចឹងរបៀបអត់ចាប់អាអ្នកលក់ទេចាប់តែអ្នកចូលទៅទិញអានេះជួយទៅឲ្យពងគ្នារបៀបអញ្ចឹងអារបៀបពីលស៊ីពីលអញ្ចឹងបានណារឿងនេះខ្ញុំគួរតែនិយាយដែរពួកខ្ញុំនៅនឹងកាលមុនខ្ញុំអត់ចេះនិយាយអីទេតែនៅពេលដែលស្រុកផ្ទៃមានសង្គ្រាមមានអីខ្ញុំត្រូវតែហ៊ាននិយាយហ្នឹងដើម្បីអីឲ្យបងប្អូនជាពលរដ្ឋរបស់យើងទាំងក្នុងទាំងក្រៅរួមគ្នាក្រោមមេគារបស់សម្ដេចពុកបាទសម្ដេចតេជោសែនបាទយើងមានសន្តិភាពឬខ្ញុំបាននិយាយយើងពីដើមខ្ញុំមិនដែលលំលមូលអីសោះតែពេលនេះខ្ញុំសន្តិភាពមានដំណើរខ្លាំងណាស់បងប្អូនបាទហើយខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំជ្រើសរើសគណៈបកប្រជាជនមិនដែលជុំសពផ្សាយអានេះវាជាការពិតសំបីឪពុកម្ដាយខ្ញុំបងប្អូនខ្ញុំសង្កាត់ការចោលបងថាចូលអានេះគូម៉ែឪបងប្អូនចដូនចតាអីបងត្រួយអាកូនទៅតែម្នាក់ឯងទៅអានេះពេលខ្លះវាមើលពេលខ្លះវានេះតែទើបតែខ្ញុំនៅពេលដែលមានសង្គ្រាមមកណាអូដើរខុសត្រូវតែចូលរួមមកខាងនេះវិញបាទប្រជាជនខ្ញុំធ្វើសំណងក៏ដោយខ្ញុំមិនមានលទ្ធភាពអីនេះក៏ដោយក៏ខ្ញុំចូលរួមជាមតិយោបល់ចូលរួមជាកើតមកមនុស្សកុំឲ្យខុសបាទមានអីធំជាងទឹកដីប្រជាពលរដ្ឋទេហើយពួកយើងនេះហើយស្ដាប់តែពួកប្រឆាំងចង់ឈួតណាបងប្អូនវានៅតែវាអាវិធីអីគេអា23ដុល្លារឯណានេះជួយអត់ចេះខ្មាស់គេអ្នកដែលថតរូបហ្នឹងអ្នកណាគេឆ្ងល់ដែរនៅរូបថត23ដុល្លារហ្នឹងមិនសម្ដេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុហើយរូបមួយទៀតគឺរូបសម្ដេចតេជោសែនយើងហ្នឹងអីមិនបានចិត្តនៅទឹកស្រែអូអត់ចេះខ្មាស់ទេនិយាយតាមព្រោះមកឥឡូវនេះចាប់ផ្ដើមចេញក្បាច់ថ្មីដែរពួកអាប្រឆាំងនេះអាឈាមថោអាឈាមឆ្កែណាអាក្បត់3ចំនួនណាចាប់ផ្ដើមគេប្រកាសស្អីណានៃទៀតចាប់ផ្ដើមអានេះវិធីបោកថ្មីគាត់នេះថោកចុយមកថោកខ្ញុំនិយាយតាមត្រង់ខ្ញុំអស់ជំនឿលើអាក្បត់ជាតិហ្នឹងនៅពេលដែលសុកមានសង្គ្រាមបងប្អូនបាទសុកកំពុងអាស៊ីសាច់ហត់ឈាមគ្នាបាញ់គ្នាមួយថ្ងៃទី2ហ្នឹងចាប់ពីចេញសារមកក៏ដោយវាថាដូររបបហ៊ុនសែនរបបផ្ដាច់ការដូរយើងត្រូវយកច្បាប់23ដុល្លារយកមកដោះស្រាយចុយម៉ានេះថោកទៀតបងប្អូនថោកមហាសែនថោកគេបាញ់ទ័ពខ្មែរយើងងាប់ក្នុងប្រទេសដល់មានកំភ្លើងហើយរវល់យក23ដុល្លារមកដោះស្រាយអីបើគេពងបាក់គេបាញ់យើងមុនអញ្ចឹងយើងមិនអាចទប់បានទេណាបាទកន្លែងនេះហើយដែលខ្ញុំចាប់ផ្ដើមថាអូខុសបាត់ចាំបើនៅស្ដាប់ថោកទៀតនឹងទៀតគឺចប់ហើយខ្ញុំអត់តែខុសជាមួយឪពុកម្ដាយខ្ញុំធ្ងន់មកឪពុកបាទឪពុកត្រូវបានសម្ដេចតេជោសែនជួយឲ្យរួចផុតពីរបប3ឆ្នាំ8ខែ20ថ្ងៃឪពុកខ្ញុំណាបាទនៅសល់តែ2នាក់បាទ2នាក់គេចុចឈ្មោះឪពុកខ្ញុំនុតសរឹមទៅវាយចោលមកចៃដន្យអីសម្ដេចពុកចូលមកតែម្ដងពុកខ្ញុំរត់ចូលជាមួយតសម្ដេចតស៊ូបាទបើសិនជាអត់មានសម្ដេចពុកអត់មានក្បាលខ្ញុំកើតមកដែរបាទនិយាយតាមត្រង់តែម្ដងបានខ្ញុំបងថ្ងៃនេះឲ្យតែឃើញសម្ដេចពុករូបថតថ្មីមិនហាត់ថ្មីចាស់ទេគឺឃើញគឺបោះអត់ទេរាល់ថ្ងៃនេះមិនបានរៀនសូត្រអីគេទេបានមើលតែគាត់វីដេអូខ្លីៗហ្នឹងងាត់សាសល្អយកមកស្ដាប់ហើយយកមកគិតអូគឺកាប់ពិតគឺគាត់បង្រៀនយើងឲ្យយើងចេះស្រឡាញ់ជាតិស្រឡាញ់ប្រជាជន
គឺគឺជាពលរដ្ឋល្អមិនពុករលួយមិនកន្លែងហ្នឹងបងប្អូនបាទកន្លែងគឺមានតម្លៃណាស់អញ្ចឹងខ្ញុំថាខ្ញុំជាតិនេះមិនបានរៀនសូត្រឲ្យពងពលគេទៅរៀននៅដល់បណ្ឌិតអីណាទេខ្ញុំរៀនតែពីសម្ដេចពុកតែម្ដងនិយាយតាមត្រង់សម្ដេចពុកសម្ដេចសខេងសម្ដេចហ្នឹងហើយសម្ដេចកន្លោមសខេងបាទមានតម្លៃណាស់បាទមានតម្លៃចឹងបងប្អូននៅវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងបានដល់ម៉ោងធ្វើសំណងហើយកុំភ្លេចបងប្អូនណាជួយហៅល្ងាចជូនដល់បងវីរៈកងតបទាំងអស់គ្នាផងបាទខ្ញុំចូលធ្វើសំណងវិញហើយបាទ